សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរជួបជាមួយនឹងខ្ញុំម្ដងទៀតហើយនៅក្នុងមេរៀនថ្មីគឺសម័យសាធារណរដ្ឋខ្មែរគឺឆ្នាំ1970ដល់ឆ្នាំ1975ប៉ុន្តែមុននឹងចូលដល់វីដេអូសូមពឹងឲ្យអ្នកទាំងអស់គ្នាជួយចុច Like Subscribe និងសញ្ញារូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងសូមអរគុណតោះឥឡូវយើងមកចូលមេរៀនរបស់យើងគឺមេរៀនទី3របបសាធារណរដ្ឋខ្មែរគឺឆ្នាំ1970ដល់ឆ្នាំ1975ចូលដល់សំណួរទី1តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យលេចឡើងនៅរបបសាធារណរដ្ឋខ្មែរចម្លើយមូលហេតុដែលធ្វើឲ្យលេចឡើងនៅរបបសាធារណរដ្ឋខ្មែរមានដូចជាវិបត្តិនយោបាយអព្យាក្រឹតមិនចំទិសបណ្ដាលមកពីមនោគមវិជ្ជាទាំងពីរនិងអ្នកដឹកនាំខ្មែរលោភលន់អំណាចវិបត្តិសេដ្ឋកិច្ចដួលរលំរោងចក្រសហគ្រាសរបស់រដ្ឋបណ្ដាលមកពីអំពើពុករលួយបព្វនិយមវិបត្តិសង្គមបណ្ដាលមកពីអំពើពុករលួយបព្វនិយមល្បែងស៊ីសងឥទ្ធិពលនៃសង្គ្រាមត្រជាក់មនោគមវិជ្ជាទាំងពីរគឺសេរីនិងកុម្មុយនីសបានអូសទាញកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមវត្តមានកងទ័ពបរទេសពួកវៀតមិញនិងវៀតកុងបានចូលមកតាំងមូលដ្ឋានទ័ពកាន់តែច្រើនឡើងជាពិសេសពួកនេះបានចូលមកនៅគ្រប់ខេត្តតាមទីជនបទរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុពីតំណែងនៅថ្ងៃទី18ខែមីនាឆ្នាំ1970ដោយលន់ នល់និងសិរីមតៈសំណួរទី2តើនៅក្នុងរបបសាធារណរដ្ឋខ្មែរជួបបញ្ហាសង្គមនិងសេដ្ឋកិច្ចដូចម្ដេចខ្លះចម្លើយស្ថានភាពសង្គមនិងសេដ្ឋកិច្ចក្នុងរបបសាធារណរដ្ឋខ្មែរស្ថានភាពសង្គមកម្ពុជារងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកពីឆ្នាំ1969ដល់ឆ្នាំ1973កម្ពុជារងការទម្លាក់គ្រាប់បែកប្រមាណជា 2.7 លានតោនពីសំណាក់សហរដ្ឋអាមេរិកការវាយប្រហាររបស់ខ្មែរក្រហមចាប់ពីឆ្នាំ1970ពួកខ្មែរក្រហមបានបង្កអសន្តិសុខនិងកាន់កាប់តំបន់ជនបទនិងទីប្រជុំជនតូចៗនៅពាសពេញផ្ទៃប្រទេសស្ថានភាពប្រជាពលរដ្ឋការទម្លាក់គ្រាប់បែកការបាញ់ផ្លោងការបាញ់រះការបាញ់ផ្តាក់រវាងភាគីជម្លោះកម្ពុជាបានធ្វើឲ្យប្រជាជននាំគ្នាភៀសខ្លួនមករស់នៅទីរួមខេត្តនិងទីក្រុងភ្នំពេញកំណើនប្រជាជនហួសប្រមាណព្រោះប្រជាជនកម្ពុជា1/3ភៀសខ្លួនមកកាន់ទីក្រុងប្រជាជនរងទុក្ខលំបាកវេទនានិងកំសត់ទុរគតព្រោះខ្វះស្បៀងម្ហូបអាហារឡើងថ្លៃហួសប្រមាណអ្នកស្រែចម្ការដែលឃ្លាតពីភូមិស្រុកបាត់បង់មុខរបរគ្មានការងារធ្វើព្រាត់ប្រាសគ្រួសារសង្គ្រាមបានបន្សល់នៅស្ត្រីមេម៉ាយក្មេងកំព្រាអ្នកមានជំងឺអ្នករបួសជនពិការជាច្រើនសែននាក់ស្ថានភាពសេដ្ឋកិច្ចក្នុងអំឡុងពេលសង្គ្រាមសេដ្ឋកិច្ចនៅទ្រឹងគ្មានសកម្មភាពដីកសិកម្មត្រូវទុកចោលរោងចក្រលែងដំណើរការជនភៀសខ្លួនគ្មានការងារធ្វើនិងជួបប្រទះនៅកង្វះស្បៀងអាហារប្រចាំថ្ងៃអតិផរណាប្រាក់រៀលចេះតែបន្តតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិតដើម្បីផ្គត់ផ្គង់ទីក្រុងភ្នំពេញរដ្ឋាភិបាលសាធារណរដ្ឋខ្មែរពឹងផ្អែកទៅលើស្បៀងអាហារមួយចំនួនដែលរដ្ឋាភិបាលអាមេរិកផ្ដល់ឲ្យសំណួរទី3តើរបបសាធារណរដ្ឋខ្មែរមានស្ថានភាពដូចម្ដេចខ្លះចម្លើយរបបសាធារណរដ្ឋខ្មែរមានស្ថានភាពដូចជាប្រទេសជួបប្រទះនៅសង្គ្រាមស៊ីវិលសេដ្ឋកិច្ចជាតិត្រូវរាំងស្ទះដោយសារសង្គ្រាមទីក្រុងនិងទីប្រជុំជនមួយចំនួនធំត្រូវបានកាត់ផ្តាច់ពីគ្នាដោយកម្លាំងខ្មែរក្រហមរដ្ឋាភិបាលលន់ នល់គ្រប់គ្រងបានតែនៅទីក្រុងនិងទីប្រជុំជនមួយចំនួនដោយសារស្ថានភាពជំងឺស្លាប់មួយចំហៀងខ្លួននៅឆ្នាំ1971លោកលន់ នល់មិនអាចគ្រប់គ្រងនយោបាយបានដូចមុនបានឡើយអិសរាជជននយោបាយច្រើនរូបនៅភ្នំពេញបង្កើតបក្សពួកនិងប្រមូលទ្រព្យសម្បត្តិភ្លេចអស់ប្រយោជន៍ជាតិក្នុងនោះក៏មានលោកលន់ នល់ប្អូនប្រុសរបស់លោកលន់ នល់ផងដែរនាយទាហានខ្លះលក់អាវុធឲ្យពួកខ្មែរក្រហមបញ្ហាខាងលើធ្វើឲ្យលោកលន់ នល់អល់ឯកក្នុងការដាក់ទណ្ឌកម្មលើទាហាននិងមន្ត្រីពុករលួយដែលមានស្វាមីភក្តិចំពោះលោកសំណួរទី4តើពួកខ្មែរក្រហមធ្វើសកម្មភាពដូចម្ដេចខ្លះដើម្បីអូសទាញប្រជាជនឲ្យគាំទ្រពួកគេចម្លើយដើម្បីអូសទាញប្រជាជនឲ្យគាំទ្រខ្មែរក្រហមពួកនេះធ្វើសកម្មភាពដូចខាងក្រោមផ្សព្វផ្សាយមនោគមវិជ្ជាដល់ពួកនិស្សិតនិងគ្រូបង្រៀនប្រឆាំងពួកមូលធនពុករលួយសន្យាថាពួកគេមានភាពស្អាតស្អំហើយគេនឹងធ្វើឲ្យមានភាពស្មើគ្នាគ្មានការរើសអើងគ្មានការកេងប្រវ័ញ្ចប្រម៉ែប្រមូលប្រជាជនឲ្យចូលរួមក្នុងសកម្មភាពតស៊ូរបស់ពួកគេប្រើប្រាស់ប្រជាប្រិយភាពរបស់សម្ដេចនរោត្តមសីហនុដើម្បីអូសទាញប្រជាជនឲ្យចូលរួមជាមួយពួកគេបំផុសកំហឹងឲ្យប្រជាជនស្អប់អាមេរិកដែលមកទម្លាក់គ្រាប់បែកនៅតាមទីជនបទរបស់កម្ពុជា
សំណួរទី5តើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅថ្ងៃខែឆ្នាំណាហើយតើរដ្ឋប្រហារនេះបាននាំមកអ្វីខ្លះសម្រាប់កម្ពុជាចម្លើយរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅថ្ងៃទី18ខែមីនាឆ្នាំ1970រដ្ឋប្រហារនេះបាននាំមកនូវការបដូររបបរាជានិយមទៅជារបបសាធារណរដ្ឋប្រទេសបែងចែកជាពីរបកក្នុងក្រុងសេរីជនបទកុម្មុយនីសនៅប្រទេសចិនសម្ដេចនរោត្តមសីហនុបានបង្កើតរាជរដ្ឋាភិបាលនិរទេសខ្លួនមួយគឺរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាដែលបានអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគីដើម្បីប្រឆាំងរបបសាធារណរដ្ឋខ្មែរមានសង្គ្រាមរវាងពួកសាធារណរដ្ឋខ្មែរនិងពួកខ្មែរក្រហមសង្គ្រាមស៊ីវិលធ្វើឲ្យមនុស្សស្លាប់ជាង1លាននាក់និងរបួសជាច្រើនអ្នកទៀតការកើនឡើងនៃអំពើពុករលួយទីក្រុងភ្នំពេញត្រូវឡោមព័ទ្ធដោយពួកខ្មែរក្រហមប្រជាជនរស់នៅដោយគ្មានជម្រកខ្វះស្បៀងអាហារនិងខ្វះសុខុមាលភាពប្រជាជនរស់នៅដោយការភ័យខ្លាចគ្រឹះស្ថានរដ្ឋនិងឯកជនមួយចំនួនត្រូវបិទទ្វារឥទ្ធិពលនៃសង្គ្រាមត្រជាក់រវាងផ្លុកសេរីនិងកុម្មុយនីសជ្រួតជ្រាបពេញកម្ពុជាខ្មែរក្រហមមានឱកាសឡើងកាន់អំណាចនៅថ្ងៃទី17ខែមេសាឆ្នាំ1975សំណួរទី6ចូលពណ៌នាពីមូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើងនៅកម្ពុជាពីឆ្នាំ1970ដល់ឆ្នាំ1975ចម្លើយពណ៌នាពីមូលហេតុដែលធ្វើឲ្យមានសង្គ្រាមស៊ីវិលផ្ទុះឡើងនៅកម្ពុជាពីឆ្នាំ1970ដល់ឆ្នាំ1975បណ្ដាលមកពីឥទ្ធិពលនៃសង្គ្រាមត្រជាក់ការអនុវត្តនយោបាយអព្យាក្រឹតរបស់សម្ដេចនរោត្តមសីហនុមិនចំទិសឬលំអៀងរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅថ្ងៃទី18ខែមីនាឆ្នាំ1970អំពើពុករលួយបកពួកនិយមកុបកម្មពេញផ្ទៃប្រទេសមន្ត្រីរបស់សម្ដេចនរោត្តមសីហនុក្បត់នឹងព្រះអង្គការជ្រៀតជ្រែករបស់វៀតណាមចិនសហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរការបង្កើតរណសិរ្សរួបរวมជាតិកម្ពុជារបស់ព្រះបាទសម្ដេចនរោត្តមសីហនុការពង្រឹងកម្លាំងកុម្មុយនីសខ្មែរក្រហមសំណួរទី7តើសង្គ្រាមពីឆ្នាំ1970ដល់ឆ្នាំ1975មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជាចម្លើយសង្គ្រាមស៊ីវិលឆាបឆេះអស់រយៈពេល5ឆ្នាំ1970ដល់1975ដែលបង្កនៅការខូចខាតនិងផលវិបាកដូចតទៅសង្គមសង្គ្រាមបានសម្លាប់ប្រជាជនកម្ពុជាជាង1លាននាក់ព្រមទាំងបន្សល់ទុកនៅអ្នករបួសជនពិការក្មេងកំព្រាស្ត្រីមេម៉ាយប្រជាជនភៀសខ្លួនពីជនបទចូលទៅទីក្រុងរស់ដោយខ្វះស្បៀងជួបភាពអនាធិបតេយ្យអំពើហិង្សាចោរកម្មអំពើសោកប៉ាន់រីកដុះដាលដល់វិស័យសិក្សាធិការបំផ្លាញធនធានមនុស្សគ្រឹះស្ថានសិក្សាវត្តអារាមលំនៅឋានសេដ្ឋកិច្ចដីស្រែចម្ការត្រូវបោះបង់ចោលព្រមទាំងคล้ายទៅជាចម្ការមីននិងរណ្ដៅគ្រាប់ B52 រោងចក្រឧស្សាហកម្ម 75% ត្រូវបំផ្លិចបំផ្លាញចម្ការកៅស៊ូត្រូវបាត់បង់ផ្លូវថ្នល់និងស្ពានពី 70% ទៅ 80% ត្រូវអន្តរាយនយោបាយអស្ថិរភាពនយោបាយដោយសង្គ្រាមស៊ីវិលបានបង្កវិនាសកម្មលើគ្រប់វិស័យដែលជាឱកាសឲ្យខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ1975ដូចនេះសង្គ្រាមបានបង្កអន្តរាយនិងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រឹះស្ថានសេដ្ឋកិច្ចសង្គមនិងនាំឲ្យកម្ពុជាទៅរករបបប្រល័យពូជសាសន៍សំណួរទី8ចូលពណ៌នាពីកត្តាសំខាន់ៗដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរ1970ដល់1975ដួលរលំចម្លើយមូលហេតុដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំមានដូចជាប្រជាជនតំបន់រំដោះនិងក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលប្រកបទៅដោយអំពើពុករលួយនិងពោរពេញទៅដោយភាពអាប់អួរប្រជាជនភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញដែលកើនឡើងប្រមាណ2លាននាក់រស់នៅដោយបាត់បង់ការងារខ្វះស្បៀងអាហារទំនិញឡើងថ្លៃការដឹកជញ្ជូនស្បៀងនិងគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកមកឧបត្ថម្ភប្រជាជនក្រុងភ្នំពេញនិងរបបលន់នល់ត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងស្រុងនៅដើមខែមេសាឆ្នាំ1975លោកលន់នល់បានភៀសខ្លួនតាមយន្តហោះពីកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិក
ពួកខ្មែរក្រហមបានធ្វើការរឹតបន្តឹងការឡោមព័ទ្ធទីក្រុងភ្នំពេញ ពិសេសការនាំស្បៀងចូល ការចរចារវាងរាជរដ្ឋាភិបាលសាធារណរដ្ឋខ្មែរនិងរដ្ឋាភិបាលរណសិរ្សរួបរวมជាតិកម្ពុជាដឹកនាំដោយសម្ដេចនរោត្តមសីហនុពុំទទួលបានលទ្ធផល ក្នុងដំណាក់កាលចុងក្រោយ ប៉ុល ពត បានសម្រេចចិត្តដណ្ដើមយកទីក្រុងភ្នំពេញ ដោយមិនចាំបាច់រង់ចាំការយល់ព្រមពីសម្ព័ន្ធមិត្តវៀតណាម ប្រកបដោយជោគជ័យនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 1975 សំណួរទី 9 ហេតុអ្វីបានជាគេចាត់ទុកថាការបោះឆ្នោតសភាថ្ងៃទី 18 ខែមីនា ឆ្នាំ 1970 ជាការធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តមសីហនុ ចម្លើយ បានជាគេចាត់ទុកថាការបោះឆ្នោតសភាថ្ងៃទី 18 ខែមីនា ឆ្នាំ 1970 ជាការធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តមសីហនុ ព្រោះតែការបោះឆ្នោតនេះប្រព្រឹត្តទៅក្នុងភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុកសភាគ្រាន់តែជាឧបករណ៍ពង្រឹងអំណាចតែប៉ុណ្ណោះ ពេលនោះមានការគាំទ្រ 86 ក្នុងចំណោម 89 សំឡេង ដើម្បីដកព្រះបាទនរោត្តមសីហនុចេញពីតំណែង សំណួរនៅក្នុងមេរៀនរបស់យើងក៏ចប់ត្រឹមប៉ុណ្ណឹង សូមអរគុណ សូមជម្រាបលា ជួបគ្នានៅក្នុងវីដេអូថ្មី សំណួរនៅក្នុងមេរៀនថ្មីដូចគ្នា